បាទជំរាបសួរពុកម៉ែបងប្អូនបាទពីខ្ញុំពូអក្សរាបាទថ្ងៃនេះថ្ងៃទី21ខែ3ឆ្នាំ2026ការថាបើយើងមួយកន្លែងនេះមានទីតាំងស្ថិតនៅភូមិអូអំបិលសង្កាត់អូអំបិលក្រុងសេរីសុផាន់ខេត្តបន្ទាយមានជ័យបាទថ្ងៃនេះយើងបានមកដល់ខេត្តបន្ទាយមានជ័យទៀតហើយការងារយើងថ្ងៃនេះគឺផ្ទះមួយនេះបាទលឿនមែនទែនបាទគិតមកដល់ត្រឹមថ្ងៃទី21នេះបាទការងារយើងចូល50ថ្ងៃផ្ទះវេលារបស់យើងនេះទំហំធំបាទទំហំ8x14ផ្ទះនេះនិយាយរួមលឿនមែនទែនបាទ50ថ្ងៃផ្ទះរបស់យើងគឺឡើងដល់ប៉ុណ្ណឹងដោយពុកម៉ែបងប្អូនមើលឃើញបាទយើងកំពុងតែបោកបន្ថែមប្រហើយនៅខាងផ្នែកខាងក្រោយជាងខាងក្រោយទាំងអស់បាទមកបងប្អូនមិនត្រឹមតែមើលមកជុំទេមើលខាងក្នុងការងារយើងកំពុងតែដំណើរការសាងសង់ជាក់ស្ដែងបាទដំបូងឡើយយើងមើលធ្នឹមរបស់យើងបាទប្រភេទកពើ5មែនបាទបងប្អូនកពើ5តែធ្នឹមរបស់យើងនេះ2030បាទ2030ឥដ្ឋរបស់យើងគឺប្រភេទសំណង់ឥដ្ឋ20បាទเป็นសំណង់20ជារួមដើម្បីផ្ទះនេះមានទំហំ8x14ក្នុងនោះទទួលបានបន្ទប់គេ5បន្ទប់ទឹក3បន្ទប់ទូភ្ញៀវ1បាទហើយនឹងផ្ទះបាយ1បាទនេះជាបន្ទប់ទី1បាទបន្ទប់មេគ្រួសារបាទជាបន្ទប់ទី1របស់យើងបាទសំណង់របស់យើងគឺឥដ្ឋ20ជុំក្រៅមកនិយាយទៅក្រៅមួយជុំគឺសិតតែឥដ្ឋ20បាទផ្នែកខាងក្នុងរបស់យើងគឺឥដ្ឋ10ធម្មតាបាទក្នុងបន្ទប់មេគ្រួសារគឺមានបន្ទប់ទឹកមួយបាទបន្ទប់ទូភ្ញៀវរបស់យើងគឺធំស្រឡះល្អបាទយើងរៀបបាន5បន្ទប់ហើយគឺយើងរៀបចំឃើញថាបន្ទប់ទូភ្ញៀវយើងនៅតែធំបាទនេះបន្ទប់ទី2បាទបងប្អូនទី2អត់មានបន្ទប់ទឹកទេយើងមើលនេះវិញបាទបន្ទប់ទី3នៅខាងនេះបាទនេះបន្ទប់ទី3របស់យើងថតវីដេអូខ្លីៗបាទមើលបងប្អូនវីដេអូទី3ហើយទៅបន្ទប់ទី3បន្ទប់ទី4បាទនេះជាបន្ទប់ទី4បាទយើងមកមើលបន្ទប់ធំជាងគេបាទបន្ទប់ធំជាងគេហើយបន្ទប់ទី5របស់យើងបាទធំមែនតើបន្ទប់នេះធំស្រឡះល្អហើយមានបន្ទប់ទឹកមួយក្នុងនេះបាទធំយើង8បាទ8គុណនឹង14តែយើងរៀបបានបន្ទប់គេ5ធំស្រឡះល្អរួមជាងបន្ទប់ទូភ្ញៀវយើងក៏ស្រឡះល្អពិសេសគឺយើងមានអនុស្សាវរីយ៍បន្ទប់មួយផ្ទះបាយក៏អត់ចង្អៀតដែរបាទអត់មានចង្អៀតមុខជាក្រោយទេបាទផ្ទះបាយរបស់យើងនេះគឺមានបន្ទប់ទឹកមួយជាបន្ទប់ទឹករួមបាទជាងមេកំពុងតែបោកប្រហើយការងារនៅខាងក្រោយតែខាងក្រោយយើងអៀតអញ្ចឹងទេយើងថតបានតែប៉ុណ្្នឹងទេបាទកាន់តែទុកពួកឲ្យពុកម៉ែបងប្អូនបានមើលសកម្មភាពការងារជាក់ស្ដែងកំពុងតែសាងសង់នៅទីនេះបាទម៉ោងនេះពេលនេះកំពុងតែសាងសង់ជាក់ស្ដែងចំពោះពុកម៉ែបងប្អូនដែលនៅទីរំខេត្តបន្ទាយមានជ័យចង់មកមើលទឹកដៃជាងបាទក្រុមជាងវត្តខ្មែរបាទក៏ដូចជាខ្ញុំបាទពូអក្សរាអាចឈៀងចូលមកមើលបាននៅក្នុងភូមិអំបិលសង្កាត់អំបិលមកមើលជាក់ស្ដែងដើម្បីជាទំនុកចិត្តសម្រាប់ខ្លួនឯងបាទមុនសម្រេចចិត្តខ្ញុំបាទពូអក្សរាឬក៏ក្រុមជាងវត្តខ្មែរសាងសង់ផ្ទះវិឡាជូនពុកម៉ែបងប្អូនបាទបងប្អូនឲ្យមើលជាក់ស្ដែងបានចំពោះបងប្អូននៅខេត្តផ្សេងបាទអត់មានជំរើសអីក្រៅពីមើលតាម social media ទេតាម Facebook បាទតាម Page តាម TikTok ឬក៏តាម YouTube អីទេបាទបងប្អូនមើលមានតែមើលតាមហ្នឹងបាទហើយពិចារណាបើសិនជាចង់យកពូអក្សរាសាងសង់ផ្ទះជួលបាទអាចពិចារណាលើទឹកដៃមួយតាមសកម្មភាពមួយបាទដើម្បីជាចំណុកចិត្តសម្រាប់ខ្លួនឯងបាទទុកជាទំនុកចិត្តសម្រាប់ខ្លួនឯងមុននឹងសម្រេចចិត្តបាទសាងសង់ផ្ទះវិឡាបាទក៏ដូចជាមុននឹងសម្រេចចិត្តយកខ្ញុំបាទពូអក្សរាសាងសង់ផ្ទះវិឡាជូនបាទលេខទូរស័ព្ទបងប្អូនអាចទាក់ទងបានតាមរយៈលេខទូរស័ព្ទ097 97 95 197បាទក្នុងនោះមាន Telegram ផងដែរបាទពីខ្ញុំពូអក្សរាបាទសូមអរគុណ